Việc số là kêu là kêuទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើវីដេអូចែករំលែកចំណេះដឹងអំពីកម្មវិធី Microsoft Word ទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់គ្នាបន្តអញ្ចឹងនៅក្នុងមេរៀនទី1យើងនឹងរៀនអំពីការប្រើប្រាស់ Home Tab អញ្ចឹងកុំឲ្យខាតពេលយូរគឺយើងចូលទៅកាន់កម្មវិធី Microsoft Word របស់យើងទាំងអស់គ្នាមកបាទខ្ញុំសូមយក blank document បាទនៅពេលដែលលោកគ្រូអ្នកគ្រូបើកមកដល់ផ្ទាំងមួយនេះដូចខ្ញុំហើយខ្ញុំនឹងចែករំលែកជាមួយនឹងលោកគ្រូអ្នកគ្រូអំពីការប្រើប្រាស់ Home Tab អញ្ចឹង Home Tab របស់យើងគឺមាន tool ជាច្រើនសម្រាប់ប្រើប្រាស់វាមាន copy វាមានកន្លែងដូរពណ៌អក្សរដូរអីកំណត់អត្ថបទមានអីជាដើមអញ្ចឹងខ្ញុំសូមចែកជាផ្នែកដើម្បីបង្ហាញទៅកាន់លោកគ្រូអ្នកគ្រូអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូអំពីការប្រើប្រាស់ tool ដែលមាននៅក្នុង clipboard អញ្ចឹង tool នោះមាន clipboard វាមានចំនួន4វាមាន copy វាមាន paste វាមាន cut ជាមួយនឹង format painter អញ្ចឹងខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូម្ដងមួយបាទតាអញ្ចឹងយើងចាប់ពី copy បាទអញ្ចឹង copy តួនាទីរបស់វាគឺជា tool មួយប្រើសម្រាប់ចម្លងអត្ថបទដែលយើងចូលលើវាឬក៏យើងអាចចុចទៅបានន័យថាយើងអាចប្រើប្រាស់ shortcut key គឺ Control C អញ្ចឹងដើម្បីយើងអាចប្រើប្រាស់ copy បានយើងត្រូវ put copy យើងត្រូវ select កន្លែងណាមួយដែលយើងចង់បានសិនព្រោះដើម្បីបញ្ជាក់ថាយើងចង់បានត្រង់ណាដើម្បីចម្លងអញ្ចឹងលោកគ្រូអ្នកគ្រូឧទាហរណ៍ខ្ញុំសរសេរពាក្យថាបាទឧទាហរណ៍ខ្ញុំសរសេរពាក្យមួយចាស់ខ្ញុំដូរពណ៌អក្សរមួយសិនដើម្បីឲ្យលោកគ្រូអ្នកគ្រូស្រួលមើលឧទាហរណ៍ខ្ញុំសរសេរថាពាក្យថាការសិក្សាបាទខ្ញុំសរសេរតែពាក្យថាការសិក្សាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ copy តែពាក្យសិក្សាទេអញ្ចឹងយើងគ្រាន់តែដាក់ cursor មកបន្ទាប់មកលោកគ្រូអ្នកគ្រូ select ហើយលោកគ្រូយកនេះអញ្ចឹង tool copy ឬក៏ cut នៅពេលដែលលោកគ្រូអ្នកគ្រូ select tool ឬក៏ select អក្សរណាមួយគឺវា load ឲ្យយើងប្រើប្រាស់ហើយអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែចុចយកពាក្យថា copy បាទគឺវាទទួលបានការចម្លងរួចហើយឬក៏យើងចុច Control C ក៏បានដែរបាទក្រោយពីយើង copy ចប់គឺយើងចូលទៅដល់ធ្វើម៉េចទើបចេញអត្ថបទនឹងមកក្រៅបានអញ្ចឹងទើបចេញអត្ថបទនឹងបានលុះត្រាតែយើងប្រើប្រាស់ tool មួយទៀតគឺ pass អញ្ចឹង pass វាមានតួនាទីបិទភ្ជាប់រាល់ឯកសារដែលយើងបានចម្លើយមកអញ្ចឹងដើម្បីបិទភ្ជាប់ឯកសារបានលោកគ្រូអ្នកគ្រូត្រូវរើសទីតាំងថាលោកគ្រូអ្នកគ្រូចង់ដាក់ត្រង់ណាឥឡូវឧទាហរណ៍ខ្ញុំចង់ដាក់ពាក្យសិក្សាហ្នឹងនៅបន្ទាត់ខាងក្រោមអញ្ចឹងខ្ញុំ enter ចុងក្រោមអញ្ចឹងខ្ញុំចុចពាក្យ pass ឬក៏ខ្ញុំអាចចុច Control V ដើម្បីបិទភ្ជាប់ឯកសារមួយហ្នឹងបាទអញ្ចឹងខ្ញុំចុច pass នេះមកលោកគ្រូអ្នកគ្រូចុចមកគឺវាចេញអត្ថបទមួយហ្នឹងហើយអញ្ចឹង copy paste ខ្ញុំបញ្ជាក់លោកគ្រូអ្នកគ្រូបានន័យថាវាគឺជាចម្លងឯកសារមកដោយបេះបិទបាទឧទាហរណ៍ថាខ្ញុំចម្លងម្ដងទៀតយើងចុច select លើពាក្យការសិក្សាគឺខ្ញុំចម្លងទាំងអស់ឥឡូវខ្ញុំអត់ចុចលើនេះទេគឺខ្ញុំចុច shortcut ខ្ញុំយកពាក្យ control C អញ្ចឹង control វាមានអក្សររបស់វា CTRL ចាំមើលខ្ញុំទៅសេឲ្យបន្តិចអញ្ចឹងយើងចុច control C មកបាទយើងជ្រើសរើសទីតាំងឥឡូវឧទាហរណ៍ខ្ញុំដាក់បន្តនៅខាងនេះខ្ញុំដក clear បន្តិចយើងយកពាក្យ pass អញ្ចឹង pass វាមាន shortcut របស់វាមិញហ្នឹងគឺ control V អញ្ចឹងយើងចុច control V មកបាទអញ្ចឹងគឺចម្លងអត្ថបទនឹងមកបានហើយបាទអញ្ចឹងខ្ញុំចុចម្ដងទៀតគឺ select ទាំងអស់ខ្ញុំចុច control C បាទ control C ហើយខ្ញុំជ្រើសរើសទីតាំងមកខ្ញុំយកពាក្យថា control V បាទអញ្ចឹងអត្ថបទរបស់យើងគឺនេះគឺការប្រើប្រាស់ copy paste បានន័យថាយើងចម្លងឯកសារមកដោយបេះបិទបាទអញ្ចឹងយើងចូលទៅដល់ tool បន្តអញ្ចឹង tool បន្តគឺ tool cut អញ្ចឹង cut នេះលោកគ្រូអ្នកគ្រូឃើញហើយវាមានរូបកន្ត្រៃដាក់អក្សរ CUT នេះបានន័យថាគឺជា tool មួយដែលយើងប្រើសម្រាប់កាត់ភ្ជាប់ឬក៏យើងកាន់ឯកសារមួយហ្នឹងទុកសិនឧទាហរណ៍ថាខ្ញុំ select យកពាក្យការសិក្សាខ្ញុំចង់លុបពីកន្លែងហ្នឹងបន្ទាប់មកខ្ញុំយកពាក្យកាត់អញ្ចឹងបានន័យថាកាត់យើង remove រាល់ពាក្យអីដែលយើង select បន្ទាប់មកវានឹង save ទៅក្នុង clipboard មានថាវា save ដែលយើង copy ចឹងអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចូលពាក្យថា cut បានន័យថាទីហោថាខ្ញុំកាត់កន្លែងហ្នឹងចោលខ្ញុំយកកន្លែងហ្នឹងមកបិទជាប់នៅប្លោះក្តារនេះវិញអញ្ចឹងយើងអាចចុច click mouse ស្ដាំមកបន្ទាប់មកខ្ញុំសូមផាសយកតែ keep text ទេខ្ញុំយកតែអក្សរអញ្ចឹងលោកគ្រូអ្នកគ្រូយកពាក្យ cut ហ្នឹងមកយើងអាច pass អត្ថបទហ្នឹងឡើងមកវិញបាទហើយ tool ចុងក្រោយគឺការប្រើប្រាស់ format painter ខ្ញុំនឹងចែកឲ្យដាច់ឲ្យលោកគ្រូអ្នកគ្រូចែកឲ្យដាច់រវាង copy ជាមួយនឹងការប្រើប្រាស់ format painter អញ្ចឹង tool នៅក្នុង copy បាទ tool នៅក្នុង copy paste គឺវាមានមុខងារខុសពីការប្រើប្រាស់ format painter បានន័យថាម៉េចបានន័យថា copy paste គឺវាចម្លងអត្ថបទមកដោយបេះបិទប៉ុន្តែ tool format painter វាចម្លងមកតែទិន្នន័យទេបាទឥឡូវលោកគ្រូអ្នកគ្រូចាំមើលទាំងអស់គ្នាថាវាចម្លងមកតែទិន្នន័យបែបណាបាទឥឡូវឧទាហរណ៍ថាខ្ញុំ select មួយនេះខ្ញុំដូរពុម្ពអក្សរបាទខ្ញុំដូរពុម្ពអក្សរខ្ញុំដាក់ Time New Roman ចាស់បាទអញ្ចឹងអក្សរពីរនេះវាមានពុម្ពខុសគ្នាបាទឥឡូវខ្ញុំថែមមួយទៀតបាទខ្ញុំថែមអានឹងដាក់ពណ៌ក្រហមបាទដាក់ពណ៌ក្រហម
អញ្ចឹងត្រង់នេះគឺជា tool មួយដែលយើងប្រើសម្រាប់ចម្លងទិន្នន័យបាទអញ្ចឹងរាល់ទិន្នន័យដែលបានប្រើប្រាស់គឺយើងត្រូវបានចម្លងអញ្ចឹងការប្រើប្រាស់របស់វាគឺវាមាន3ដំណាក់កាលទី1លោកគ្រូអ្នកគ្រូទៅ select ជាមួយនឹងទិន្នន័យដែលយើងចង់បានន័យថាទម្រង់ទិន្នន័យក៏ទម្រង់ format គេហៅទម្រង់ format ហ្នឹងគឺមានទម្រង់ដែលយើងដាក់ពណ៌ដាក់ពុម្ពដាក់អីអស់ហ្នឹងហើយបន្ទាប់មកគឺគេឲ្យ select ចប់យើងយកវាទៅ click format painter បើថាយើងនឹងមកចុចប៊ូតុងមួយនេះបន្ទាប់មកយើង select something else ហ្នឹងគឺយើង select អ្វីដែលយើងចង់ apply format ហ្នឹងទៅបាទអញ្ចឹងខ្ញុំនឹងធ្វើគំរូឲ្យមើលឧទាហរណ៍ថាអត្ថបទរបស់យើងខាងក្រោមនេះអញ្ចឹងលោកគ្រូអាចចូលដូរ font ដូរពុម្ពដូចគ្នាបានប៉ុន្តែអានេះខ្ញុំដូរហើយបើសិនបើយើងខ្ជិលចូលទៅដូរ font ខ្ជិលចូលទៅកំណត់ពុម្ពវិញលោកគ្រូអាច select មកហើយតើតើនឹងការ select លោកគ្រូមិនបាច់ចាំ select ទាំងអស់ក៏បានដែរឲ្យតែបានទិន្នន័យមួយហ្នឹងបាទ select ទម្រង់ទិន្នន័យមួយហ្នឹងបានអញ្ចឹងលោកគ្រូ select ហើយរបៀបប្រើរបស់យើងមិញគឺទៅចុចជាមួយនឹង tool មួយហ្នឹងអញ្ចឹងយើងចុចទៅលើ tool format painter មកចុចលើវាមកបាទបន្ទាប់មកគឺយើងចូលទៅដល់ដំណាក់កាលទី3គឺគេឲ្យយើងទៅ select ទៅលើកន្លែងណាដែលយើងចង់ដាក់ទម្រង់ទិន្នន័យដែលមានពុម្ពបែបហ្នឹងអក្សរបែបហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំយកពាក្យថា path ដើម្បីដាក់ទម្រង់បែបហ្នឹងដែរអញ្ចឹងលោកគ្រូមើលយើងអត់ click ទេគឺយើងសង្កត់ដើម្បី select អញ្ចឹងលោកគ្រូសង្កត់ឲ្យជាប់បន្ទាប់មកយើង select លើអក្សរមួយហ្នឹងអញ្ចឹងពាក្យខាងលើនេះគឺ copy ខ្ញុំ select ខាងក្រោមនេះគឺពាក្យ path បាទអញ្ចឹងគឺផ្លាស់ប្ដូរទម្រង់អក្សរមួយហ្នឹងទៅជាទម្រង់ខាងលើដោយឡែកខ្ញុំបញ្ជាក់លោកគ្រូវិញឧទាហរណ៍ថាខ្ញុំ select ពាក្យប៉ុណ្ណេះអញ្ចឹង copy paste គឺ tool មួយនេះគឺវាចម្លងឯកសារហ្នឹងមកដូចបេះបិទគឺវាអត់ចម្លងតែទិន្នន័យដូចជាមួយនឹង format painter ទេបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំ select copy បន្ទាប់មកខ្ញុំយកពាក្យថា copy ហើយខ្ញុំយកពាក្យជ្រើសរើសកន្លែងថាខ្ញុំរើសក្រោយនេះចុះបាទខ្ញុំយកពាក្យថា paste អញ្ចឹង paste គឺវាចម្លងមក copy paste នេះ tool ពីរនេះគឺយើងចម្លងដូចបិទភ្ជាប់មកបេះបិទដោយឡែក format painter គឺវាចម្លងតែទិន្នន័យឥឡូវឧទាហរណ៍ថាខ្ញុំចម្លងទិន្នន័យពីអក្សរធម្មតាទៅដាក់លើអក្សរមួយនេះវិញអញ្ចឹងយើងទៅដឹងថាតើយើងចង់បានប្រភេទទិន្នន័យបែបណាឥឡូវខ្ញុំចង់បានអក្សរធម្មតាយើង select លើអក្សរធម្មតាយើងយក format painter មកអញ្ចឹងលោកគ្រូទៅ select យកទៅ pass ជាមួយនឹងអត្ថបទដែលយើងចង់ដាក់ឲ្យវាទៅនៅបែបហ្នឹងវិញអញ្ចឹងខ្ញុំ select លើពាក្យ copy ខ្ញុំបន្លែង cursor របស់យើងបន្លែង mouse របស់យើងមកបាទអញ្ចឹងវានឹងផ្លាស់ប្ដូរទៅបែបនេះវិញអញ្ចឹង tool ទាំង4នេះខ្ញុំសូមសរសេរខ្មែរបញ្ជាក់តិចចាស់ដើម្បីឲ្យលោកគ្រូងាយចាំអញ្ចឹង copy ខ្ញុំដាក់ថាចម្លងឯកសារចាស់បាទខ្ញុំដាក់ថាចម្លងឯកសារបាទខ្ញុំសូម select វាឲ្យមានពុម្ពអក្សរប៉ុនគ្នាសិនបាទខ្ញុំដាក់ថាចម្លងឯកសារដល់ like pass គឺខ្ញុំដាក់បាទ pass គឺខ្ញុំដាក់ថាបាទបិទភ្ជាប់ឯកសារបាទហើយ cut គឺខ្ញុំដាក់ថា cut ឬក៏លុបឯកសារនេះក៏ខ្ញុំសេខ្មែរខ្លះទេដើម្បីឲ្យលោកអ្នកគ្រូស្រួលចាំដោយឡែកformat painter អូខេខ្ញុំសេខុសទៀតណាបាទបាទ click end បាទអញ្ចឹង format painter ខ្ញុំអត់ដាក់ថាចម្លងឯកសារទេលោកគ្រូខ្ញុំប្រើប្រាស់ពាក្យមួយខ្ញុំដាក់ថាចម្លងបាទខ្ញុំដាក់ថាចម្លងទិន្នន័យបាទចម្លងទិន្នន័យបានន័យថាវាចម្លងយកតែទិន្នន័យរបស់អត្ថបទឬក៏កន្លែងណាដែលយើងចង់ចម្លងទេគឺវាអត់បានចម្លងឯកសារដូចបែបបិទដូចជាមួយនឹង copy ទេបាទអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំមានតែប៉ុណ្្នេះទេសម្រាប់ការចែករំលែកលោកគ្រូតើតើជាមួយនឹងការប្រើប្រាស់ home tab នៅក្នុងប៊ូតុងរបស់ keyboard អញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយរបស់យើងបន្តទៀត